ជំរាបសួរបងប្អូនកសិករបាទអ្នកចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារបាទហើយជាពិសេសនោះគឺសម្រាប់បងប្អូនដែលចិញ្ចឹមមេជ្រូកយកកូនណាចិញ្ចឹមមេផើមហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំមកថតវីដេអូបង្ហាញចែកចម្លែកបងប្អូនអំពីវិធីសាស្ត្រលាយចំណីជ្រូកមេផើមឲ្យបងប្អូនបានចេះបានដឹងអញ្ចឹងណាដោយសារមានបងប្អូនមួយចំនួននិយាយទៅមានមួយចំនួនរៀងគ្រាន់ច្រើនដែរដែលបានខមមិននៅក្នុង page ឬជាឆាតក្នុង page របស់ខ្ញុំរៀងច្រើនហ្នឹងចង់ឲ្យខ្ញុំធ្វើវីដេអូចែកចម្លែកហ្នឹងហើយអញ្ចឹងនេះកុំឲ្យខាតពេលមកហ្នឹងខ្ញុំបង្ហាញចាក់ស្ដែងតែម្ដងទី1បើថតទៅដើមទី1បងប្អូនស្គាល់ហើយហ្នឹងហើយហ្នឹងគឺចំណីទឹកដោះចំណីសម្រាប់មេផើមួយដូចជាមេកូនខ្ចីហ្នឹងហើយយើងប្រើបេធំក៏បានបេតូចបានតែខ្ញុំប្រើបេតូចបងបេតូចហ្នឹងគឺក្នុងមួយបេវាមានទម្ងន់5គីឡូអញ្ចឹង2បេមកបាទមានទាំងអស់10គីឡូអញ្ចឹងចាក់លាយជាមួយកន្ទក់ទៅហើយកន្ទក់នេះគឺខ្ញុំប្រើដែរ120គីឡូបងដោយសារកន្ទក់ខ្ញុំប្រើនេះវាកន្ទក់ធម្មតាវាមិនមែនកន្ទក់លេខ1ទេហ្នឹងខ្ញុំប្រើបានតែ120គីឡូតែបងប្អូនមានកន្ទក់ល្អកន្ទក់លេខ1បងប្អូនដាក់130 140គីឡូអញ្ចឹងទៅតាមភាពចាក់ស្ដែងតាមហ្នឹងណាហើយមួយទៀតពាក់ព័ន្ធមួយកញ្ចុងកនេះខ្ញុំអត់បានដាក់ទេដោយសារតែកន្ទក់ខ្ញុំប្រើហ្នឹងវាមានជាតិល្បាយកញ្ចុងករៀងខ្លះរៀងច្រើនដែរអញ្ចឹងមិនបាច់ដាក់បានដែរហ្នឹងហើយបងប្អូនមើលទៅតាមហ្នឹងណាបើកន្ទក់បងប្អូនប្រើហ្នឹងវាសបោកញ្ចុងមិនបាច់ដាក់ទេហើយបើអត់មានទេបងប្អូនអាចបន្ថែមកញ្ចុងកវាខាងក្រៅ4 10 20គីឡូអញ្ចឹងទៅហ្នឹងហើយអញ្ចឹងគឺខ្ញុំចាក់ចូលហើយចឹងអធិស្ឋានបងប្អូនតិចសម្រាប់វីដេអូខ្ញុំមានរៀងញាក់ញ័រគឺអត់សូវនឹងអញ្ចឹងដោយសារតែដៃមួយកាន់កាមេរ៉ាដៃមួយកាយវាការចាក់ចំណៃលាយហ្នឹងហើយបន្ទាប់មកគឺហ្នឹងហើយម្សៅវីតាមីននេះគឺខ្ញុំប្រើពីកញ្ចប់ម្សៅវីតាមីនជំនួយហ្នឹងហើយជ្រូកមេផើមដូចមេកូនខ្ចីនិយាយទៅម្សៅវីតាមីននេះគឺល្អប្រើបងប្រើបាន3ដំណាក់កាលសម្រាប់មេកមុំដែលមានអាយុច្រើនខែហ្នឹងរយឈ្មោះក៏ប្រើជំនួយបានដែរហ្នឹងហើយលាយជាមួយចំណីទឹកដោះលាយជាមួយកន្ទក់ឲ្យស៊ីទៅមិនយូរមិនឆាប់នឹងបានផលឲ្យយើងបានជំនួយខ្លះហ្នឹងហើយចាក់ចឹងហើយចឹងបន្ទាប់មកទៀតគឺម្សៅបន្លែបងបាទម្សៅបន្លែគឺខ្ញុំប្រើមកចប់បាទម្សៅបន្លែនេះគឺទម្ងន់1គីឡូហើយទួនាទីវាគឺនេះជំនួយសុខភាពមេនិងកូននិងពស់ហើយអ្វីជាពិសេសនេះគឺជំនួយដល់ប្រព័ន្ធពលាអាហារហ្នឹងធម្មតាមេជ្រូកផើវាអាចប្រឈមនឹងបញ្ហាក្តៀនទល់លាមកអញ្ចឹងណាអញ្ចឹងយើងប្រើម្សៅបន្លែហ្នឹងលាយបញ្ចូលទៅគឺល្អជួយពលាអាហារដើរបានស្រួលបានល្អអញ្ចឹងណាហ្នឹងហើយតមកទៀតគឺអំបិលបាទអំបិលខ្ញុំប្រើ3ខាំបងប្អូនអាចដាក់កន្លះគីឡូបានដែរបញ្ហាទេតាមភាពចាក់ដៃតាមនោះទៅអំបិលម៉ត់ក៏បានអំបិលគ្រួសក៏បានដែរហ្នឹងអញ្ចឹងគឺតែប៉ុណ្្នឹងហើយបងបាទសម្រាប់ធីសាស្ត្រលាយចំណីជ្រូកមេផើមប្រចាំទ្រុងខ្ញុំគឺមានប៉ុណ្្នឹងឯងអញ្ចឹងមេជ្រូកស៊ីនិយាយទៅមេជ្រូកផើមយើងស៊ីចំណីនេះទៅគឺល្អសុខភាពល្អទាំងមេទាំងកូនទាំងពោះមកហ្នឹងជំនួយហើយបងប្អូនបាច់ភ័យថាអីតិចមេជ្រូកផើមស៊ីចំណីហ្នឹងទៅកូនវាធំឆ្លោះកើតដល់រួចទៅអត់ទេបងណាហ្នឹងអត់ទេគឺនិយាយទៅខ្ញុំឆ្លងកាត់មកហើយអានេះរូបមន្តប្រចាំទ្រុងរបស់ខ្ញុំផ្ទាល់មកហ្នឹងមេផើមខ្ញុំលាយចឹងឯងអញ្ចឹងមេសុខភាពល្អកូនសុខភាពល្អណាស់ហ្នឹងហើយអត់មានបញ្ហាកូនខ្សោយអាលូតអាលួយនឹងពោះងាប់នឹងពោះអីទេអត់ទេហ្នឹងហើយអញ្ចឹងគឺកើតមកគឺល្អហ្នឹងហើយអញ្ចឹងបងប្អូនចង់ឲ្យមេជ្រូកសុខភាពល្អទាំងមេទាំងកូននឹងពោះអាចសាកល្បងបានហ្នឹងហើយអញ្ចឹងអរគុណបាទ